អាមេរិកឡាទីនទៅចិនកាត់តាមអាហ្វ្រិកនិងឥណ្ឌាការទទួលទានអាហារហិរជាវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗម្រេចម្ទេសខ្ញីខ្ទឹមឈើអែមល្មៀតឈ្មោះគ្រឿងទេសប្រើសម្រាប់ធ្វើម្ហូបអាហារបើចងក្រងជាបញ្ជីពិតជាវែងខ្លាំងណាស់អាស្រ័យទៅតាមវប្បធម៌និងអាកាសធាតុចំណូលចិត្តប្រើគ្រឿងទេសអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយពីទ្វីបមួយទៅទ្វីបមួយក៏ប៉ុន្តែគេអាចចែកគ្រឿងទេសជាក្រុមនិងទៅតាមប្រភេទនៃចំណូលចិត្តទទួលទានឈើអែមវ៉ានីឡាគឺជាប្រភេទគ្រឿងទេសស្រទន់ដែលពំនាំមកនៅរសជាតិផ្អែមនិងក្លិនក្រអូបម្ទេសម្រេចខ្ញីជាប្រភេទគ្រឿងទេសក្តៅជួយលើករសជាតិម្ហូបឲ្យមុតល្អនិងហិរល្មៀតគឺជាប្រភេទគ្រឿងទេសល្វីងចត់ដែលអាចផ្ដល់លំនឹងដល់រសជាតិម្ហូបកុំឲ្យមុតខ្លាំងពេកទោះជាស្ថិតនៅក្នុងក្រុមណាក៏ដោយក៏គ្រឿងទេសមានគុណសម្បត្តិច្រើនក៏ប៉ុន្តែគេត្រូវចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវតាំងពីបុរាណកាលមកមនុស្សលោកធ្វើដំណើរឆ្លងទ្វីបឆ្លងមហាសមុទ្រដើម្បីស្វែងរកគ្រឿងទេសមកធ្វើម្ហូបនិងព្យាបាលជំងឺជាច្រើនសតវត្សកន្លងមកនិងរហូតមកទល់សព្វថ្ងៃគ្រឿងទេសនៅតែជាចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រក៏ដូចជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់អ្នកជំនាញផ្នែកអាហារូបត្ថម្ភគុណសម្បត្តិទី1នៃគ្រឿងទេសគឺជួយកាត់បន្ថយជាតិផ្អែមជាតិប្រៃជាតិខ្លាញ់តែម្ហូបអាហារនៅតែមានឱជារសខ្ពស់គ្រឿងទេសជាប្រភពផ្ដល់រសជាតិនិងជាប្រភេទអាហារបន្ថែមពីព្រោះគ្រឿងទេសមានផ្ទុកសមាសធាតុល្អៗជាច្រើនសម្រាប់សុខភាពនេះបើតាមការគូបញ្ជាក់របស់អ្នកស្រី Natalie Uder-Lado ដែលជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភម្នាក់នៅប្រទេសបារាំងគ្រឿងទេសខ្លះទៀតមានគុណសម្បត្តិខ្ពស់ខ្លាំងមែនទែនសម្រាប់សុខភាពជាពិសេសគឺល្មៀតតែម្ដងដុះច្រើននៅអាស៊ីឥណ្ឌាប្រើល្មៀតតាំងតែ2000ឆ្នាំមកហើយពេលនេះអ្នកស្រាវជ្រាវបារាំងក៏កំពុងតែពិសោធន៍ល្មៀតសម្រាប់ជួយព្យាបាលជំងឺមហារីកខ្លះមានជាអាចជំងឺមហារីកសូដននិងជំងឺមហារីកប្រូស្តាតលទ្ធផលនៃការសិក្សាបឋមមានលក្ខណៈគួរជាទីសង្ឃឹមដោយបង្ហាញឲ្យឃើញថាការទទួលទានល្មៀតជាថ្នាំបន្សុទ្ធនៅពេលមុនក្រោយនិងទន្ទឹមពេលចាក់ថ្នាំគីមីបានជួយលើកតម្កើងប្រសិទ្ធភាពថ្នាំព្យាបាលនិងជួយបន្ថយឥទ្ធិពលដ៏កំណាចរបស់កោសិកាមហារីកបាន 59% សម្រាប់អ្នកជំងឺមហារីកប្រូស្តាតនិង 40% សម្រាប់អ្នកជំងឺមហារីកសូដនគ្រឿងទេសដូចយ៉ាងល្មៀតនេះមានគុណសម្បត្តិខ្ពស់សម្រាប់សុខភាពហើយកាន់តែខ្ពស់និងប្រសើរថែមទៀតប្រសិនបើគេប្រើល្មៀតលាយជាមួយនឹងគ្រឿងទេសផ្សេងទៀតបើតាមមេចុងភៅ Olivier Rollinger និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ Uder-Lado ដដែលល្មៀតស៊ីចង្វាក់ខ្លាំងណាស់នឹងម្រេចមានផ្ទុកអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាដែលអាចប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរានៃកោសិកាហើយបើបានប្រើលាយជាមួយម្រេចទៀតល្មៀតកាន់តែមានមហិទ្ធិឫទ្ធិកាន់តែខ្លាំងប្រឆាំងនឹងជំងឺមហារីកពីព្រោះម្រេចក៏ជាគ្រឿងទេសមានគុណសម្បត្តិខ្លាំងដែរផ្នែកប្រឆាំងបាក់តេរីនិងបំបត្តិការឈឺចាប់ចំណែកឯឈើអែមដែលផ្ដល់រសជាតិផ្អែមមានសមាសធាតុស្រដៀងនឹងអាំងស៊ូលីនអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមនិងជាតិស្ករក្នុងឈាមបានមានប្រភពនៅប្រទេសស្រីលង្កានិងប្រើប្រាស់ជាថ្នាំតាំងពីជាង 5000 ឆ្នាំមកក្នុងក្បួនបុរាណរបស់គម្ពីរវេទឈើអែមគឺជាគ្រឿងទេសឱសថដ៏មានអំណាចផ្នែកសម្លាប់មេរោគនិងមានសកម្មភាពជាបង់បិទក្រពះបិទប្រព័ន្ធរំលាយអាហារនៅពេលមានរោគរលាកនិងក៏ជាស្ដេចផ្នែកអង់ទីអុកស៊ីដង់ដែរបើប្រើវាលាយជាមួយនឹងវ៉ានីឡាដែលមានសមត្ថភាពជួយបន្ធូរបន្ថយភាពតានតឹងទៀតនោះគេនឹងទទួលបានកម្លាំងអង់ទីអុកស៊ីដង់យ៉ាងខ្ពស់ត្រដែតតែម្ដងសម្រាប់ពង្រឹងសុខភាពចុះគ្រឿងទេសក្តៅជាម្ទេសវិញសម្រាប់អ្នកចូលចិត្តរសជាតិហឹរបានបរិភោគម្ទេសនឹងធ្វើឲ្យបាយឆ្ងាញ់ម្ហូបឆ្ងាញ់តែសម្រាប់អ្នកមិនចូលឬក៏មិនចេះហឹរវាគឺជាទណ្ឌកម្មទោះជាយ៉ាងដូចនេះក្តីក៏នៅតែមានមនុស្សចង់សាកនិងចង់ភ្លក់ម្ទេសដែរក្នុងទម្រង់ជាគ្រឿងទេសដែលត្រូវបានគេសម្ងួតទាំងមូលឬកិនឲ្យម៉ត់សម្រាប់ប្រើប្រាស់ក្នុងម្ហូបឬក៏ជាផ្លែស្រស់ធាតុសកម្មរបស់ម្ទេសដែលផ្ដល់ជាតិហឹរមានឈ្មោះថាកាប់សាអ៊ីស៊ីនមានគុណប្រយោជន៍ខ្លាំងណាស់ផ្នែកអង់ទីអុកស៊ីដង់និងការប្រឆាំងនឹងការរលាក
ទៅតាមកម្រិតជាតិហិលដាក់ចូលដល់មាត់កាណាជាតិកាប់សាអ៊ីស៊ីននិងទៅតោងលើសរសៃញៀនជីវហាដាស់ដល់ខួរក្បាលប្រាប់ថាមានអ្វីក្តៅកំពុងរលាកនៅក្នុងមាត់ខួរក្បាលដឹងភ្លាមចាប់បញ្ចេញប្រតិកម្មភ្ញួយដល់គ្រប់សរីរាង្គចំណែកឯម៉ូលេគុលហិលក៏ចាប់ផ្ដើមចុចបើករំដោះអរម៉ូនអង់ដូហ្វីននិងដូប៉ាមីនឲ្យសាយភាយឡើងហេតុដូច្នេះហើយបានជាក្រោយអាការៈហិលពេញមាត់អ្នកបរិភោគតែងតែមានអារម្មណ៍ធូរស្បើយធូរស្រាលល្អប្រសើរឡើងវិញប្រកបដោយផាសុកសារធាតុគីមីធម្មជាតិរបស់ម្ទេសកាប់សាអ៊ីស៊ីននេះក៏នឹងទៅបំពងសរសៃឈាមតូចៗឲ្យរីកធំជាងមុនដែលទៅជួយសម្រួលលំហូរចរន្តឈាមផងនិងអាចជួយគ្រប់គ្រងសម្ពាធឈាមបានទៀតជាមួយនឹងឥទ្ធិពលប្រឆាំងនឹងការរលាកជាតិកាប់សាអ៊ីស៊ីននឹងទៅបិទទប់ភ្នាក់ងារបង្កការរលាកខ្លះដើម្បីការពារកោសិកានិងសរសៃឈាមអាក់ទែក៏ប៉ុន្តែមនុស្សគ្រប់រូបធន់នឹងជាតិកាប់សាអ៊ីស៊ីននេះមិនដូចគ្នាទេទាំងនេះគឺដោយមូលហេតុហ្សែនពីកំណើតផងនិងដោយទម្លាប់ផងនៅឥណ្ឌាឬក៏ថៃឬក៏ចិនកម្ពុជាឬមិចស៊ីកក្មេងទម្លាប់ទទួលទានអាហារតាំងពីតូចទើបប្រព័ន្ធប្រសាទពួកគេធ្លាប់ហើយអាចទ្រទ្រង់ជាតិហិលបានជាងក្មេងនៅអឺរ៉ុបម្យ៉ាងទៀតម្ទេសមានជាតិហិលកម្រិតខុសគ្នាខ្លះហិលខ្លាំងខ្លះមានជាតិកាប់សាអ៊ីស៊ីនសោះតែម្ដងជាក់ស្ដែងគឺម្ទេសផ្លោកនិងម្ទេសហាវ៉ៃគ្មានជាតិហិលសោះតែសូមចងចាំថាគុណប្រយោជន៍នៃម្ទេសចំពោះសុខភាពមិនអាស្រ័យទៅលើភាពហិលខ្លាំងឬអត់នោះទេទទួលទានម្ទេសមានផ្ទុកជាតិកាប់សាអ៊ីស៊ីនដទាបត្រឹមតែប្រមាណពី1ទៅ2មីលីក្រាមក្នុងមួយពេលគ្រប់គ្រាន់សម្រាប់ភ្ញួយបំពន់សុខភាពបានហើយបើបរិភោគច្រើនជ្រុល molecule health ក៏អាចនឹងបង្កប្រតិកម្មច្រាស់ប៉ះពាល់ដល់សុខភាពវិញដែរដោយបង្កឲ្យទៅជារោគរលាករមួលក្រពះចង់ក្អួតឬក៏រាគការសិក្សាខ្លះទៀតបានសង្កេតឃើញមានហានិភ័យកើតជំងឺមហារីកក្រពះឬក៏បំពង់អាហារឡើងខ្ពស់នៅតាមប្រទេសដែលមានម្ហូបអាហារហិលពេកនិងជាពិសេសចំអិនដោយប្រើកម្ដៅខ្លាំងជ្រុលជាចុងក្រោយនៅពេលទទួលទានអាហារមានជាតិហិលជ្រុលសូមកុំបរិភោគទឹកជាតិកាប់សាអ៊ីស៊ីនរលាយតែនៅក្នុងខ្លាញ់ទេដូច្នេះដើម្បីបំបត្តិអារម្មណ៍ហិលក្តៅពេញមាត់គួរតែពិសាទឹកដោះគោមួយកែវឬក៏យ៉ាវអ៊ូមួយម៉ាត់ពីរឬក៏លេបប្រេងអូលីវមួយក្អឹកក៏បាននំប៉័ងបាយចេកក៏អាចជួយស្រូបម៉ូលេគុលហិលនេះបានដែរទឹកឃ្មុំវិញនឹងទៅជួយបំបត្តិភាពក្តៅក្រហល់ក្រហាយនៅតាមក្រពះនិងតាមភ្នែកមេរោគអេដនៅតែបន្តគំរាមកំហែងពិភពលោកដោយនៅឆ្នាំ2024មានករណីឆ្លងជំងឺស៊ីដាថ្មីចំនួនជាង1.3 លាននាក់ក៏ប៉ុន្តែកម្មវត្ថុចង់បិទបញ្ចប់ការចម្លងជំងឺស៊ីដាកំពុងចាប់មានពន្លឺដោយចាប់ពីឆ្នាំ2027ទៅពិភពលោកនឹងមានថ្នាំការពារប្រឆាំងនឹងមេរោគហ៊ីវដែលចាក់តែ2ដងក្នុងមួយឆ្នាំក្នុងតម្លៃថោកត្រឹមតែ$40នេះបើតាមសេចក្តីប្រកាសរបស់អង្គការ UNAIDS នៅ Munich ដោយអះអាងថាពិភពលោកកំពុងតែបោះជំហានយ៉ាងលឿននិងយ៉ាងសំខាន់ក្នុងកិច្ចការពារប្រឆាំងនឹងជំងឺស៊ីដាតាមការពិតក្រុមហ៊ុន Americ Biotech បានរកឃើញថ្នាំចាក់ការពារជំងឺស៊ីដាតាំងតែពីជាច្រើនឆ្នាំមកហើយក្រោមឈ្មោះថា Yeztugo និងមានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃដ៏ខ្ពស់ដល់ទៅប្រមាណជាង$28,000អាមេរិកក្នុងមួយឆ្នាំក៏ប៉ុន្តែក្រុមហ៊ុនទើបស្ម័គ្រចិត្តនៅខែតុលាឆ្នាំ2024ផ្ដល់សិទ្ធិដល់ក្រុមហ៊ុនចំនួន6ឲ្យផលិតថ្នាំក្រោមឈ្មោះថ្មីសម្រាប់យកទៅលក់នៅក្នុងប្រទេសក្រីក្រនិងចំណូលមធ្យមហើយពេលនេះអង្គការ UNAIDS និង Munich បានចុះកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយនឹងក្រុមហ៊ុនឱសថឥណ្ឌាឲ្យទទួលផលិតថ្នាំការពារប្រឆាំងនឹងជំងឺស៊ីដានេះក្នុងទម្រង់ជាថ្នាំថ្មីឈ្មោះថ្មីតាមភាសាបច្ចេកទេសថាថ្នាំ generic សម្រាប់យកទៅចែកចាយក្នុងប្រទេសក្រីក្រនិងមធ្យមជាង120ប្រទេសក្នុងតម្លៃយ៉ាងថោកមានធាតុសកម្មម៉ូលេគុលផ្សំនិងរូបមន្តដូចគ្នាបេះដាក់នឹងថ្នាំដើម Lenacapavir គឺជាថ្នាំដែលមាន
មានសកម្មភាពប្រឆាំងនឹងមេរោគហ៊ីវរយៈពេលយូរដោយតម្រូវឲ្យចាក់ការពារតែ2ម្ជុលប៉ុណ្ណោះក្នុងមួយឆ្នាំមិនមែនលេបជាប្រចាំរាល់ថ្ងៃដោយថ្នាំពន្យាជីវិតនៃជំងឺស៊ីដានាពេលបច្ចុប្បន្ននេះទេក្នុងពេលរងចាំមានថ្នាំការពារជំងឺស៊ីដាថ្មីមកដល់ហើយថោកនោះមូលនិធិពិភពលោកនិងក្រុមហ៊ុនឱសថអាមេរិកបានចុះកិច្ចព្រមព្រៀងមួយផ្សេងទៀតដើម្បីជួយប្រទេសក្រីក្រនិងមធ្យមបានទទួលថ្នាំការពារតាមរយៈជំនួយអាមេរិកអង្គការរំពឹងថាជំនួយមួយកញ្ចប់ដំបូងអាចនឹងទៅដល់ប្រទេសនៅអាហ្វ្រិកណាមួយក្នុងចុងឆ្នាំ2025នេះតាំងពីឆ្នាំ2010មកកិច្ចខិតខំប្រឹងប្រែងពិភពលោកបានកាត់បន្ថយករណីឆ្លងជំងឺស៊ីដាថ្មីបានប្រមាណ40%។